miền lơi cái đó là bao cái tranh ban hay sầm rập luôn khi ông tầm lông mù sót khi mà school nè thom nè tôi nè khi ông chỉ chôn rong kêu mà chỉ vất có ai bạc khi ông rong ai khi ông bạn này nhom chỉ bẹt tên kia còn khi ông tôi sẽ tới âm tới đó khô còn tới khang smart cái ọt miền pram dương thay dương không dương trời cái miền pram à cái ba tới làng này nhưng tới làng cái giờ làng đã nắng cái miền xuôi cứ tới bằng cái chim đi tới khang khi ông ấy bằng lời cái miền xuôi Thái Lan nè bác tới nè vấn đề chạy xuôi cứ được khó tới cái miền để oi tới xuôi tla ca đang khó đang tới xuôi tla ca đa pe nhầm tới xuôi tla ca đam bắt đăng cái đã biết tới bọnนั้นcái thà cái chỉ chôn rong cua nhầm tam nhầm cật mớ nhầm nè phơi trăng chỉ chôn rong cua hết ai ban nè bọt lan pi mộc lan cái hai chỉ chôn rong cua nhầm bị chăng là trăng nắng này trong xuôi Thái lục ra thưa cho bác tiếng ó ta nè phơi trăng này nè nè phơi bọt phơi thoi nè ta nè nè khâu nè ta trái chui rồi chỉ ta thua chiếm phong nhom miềnครูธนาจราจรตั้งปีใครใบไงตีบุ่มใบเมาโหดดอเปนั้นร้านได้ทาnhom ប៉ះគ្នានៅនឹងចំណុចខាងស្រុកកូនមុំហ្នឹងដោះស្រាយអត់តាន់បានបាទឥឡូវនេះចង់ឲ្យបងអូនបង្ហាញប្រិយមិត្តយើងបន្តិចពាក់ព័ន្ធនឹងសាច់រឿងលំអិតនៅសាច់រឿងនេះតើរឿងហ្នឹងវាសារបានយ៉ាងម៉េចហើយវាមានព្រឹត្តិការណ៍យ៉ាងម៉េចហ្នឹងហើយបងអូនអាចធ្វើកាយវិការជូនដល់ប្រិយមិត្តយើងហ្នឹងហើយមុនដំបូងបងអូនធ្វើដំណើរពីណាមកមុនដំបូងខ្ញុំធ្វើដំណើរពីខាងលិចមកខ្ញុំឆ្ពោះទៅខាងខេត្តរតនគិរីខ្ញុំដឹករតនគិរីបាទរថយន្តរបស់បងអូនរថយន្តម៉ាកអីគេម៉ាកយីហិនដៃ3តោនកន្លះពណ៌សបាទហើយពេលធ្វើដំណើរមកដល់ទីតាំងកន្លែងចំណុចនេះនៅម៉ោងប្រហែលប្រហែលម៉ោង8កន្លះបាទពេលមកដល់ទីតាំងនេះបងអូនមានឃើញព្រឹត្តិការណ៍អីមានឃើញសកម្មភាពអីនៅកន្លែងហ្នឹងខ្លះពេលខ្ញុំមកពីនោះខ្ញុំចុះមកមានចំណុចមានទួលមួយមានភ្នំខ្ញុំក៏ឃើញភ្លើងចរាចរណ៍ផ្លេហ្នឹងខ្ញុំក៏បន្ថយលបឿនមករហូតមកតិចមកដល់ចំណុចហ្នឹងក៏មានឡាន hybrid មួយនៅខាងស្ដាំដៃខ្ញុំហ្នឹងហើយក៏មានកម្មវិធីមង្គលការនេះនៅផ្ទះនេះបាទផ្ទះនេះគឺមានកម្មវិធីមង្គលការបាទឡាននឹងចតនៅចិញ្ចើមផ្លូវហ្នឹងឬមួយក៏យ៉ាងម៉េចបងអូនអាចរៀបរាប់ដំណើរតិចមើលបាទឡាននៅចតនៅចិញ្ចើមផ្លូវទាំងសងខាងទាំងឆ្វេងទាំងស្ដាំខាងនោះផងខាងនេះផងបាទឡានច្រើនអត់បងច្រើនមកបាទហើយរួចហើយមកដល់ហ្នឹងមិញទៀតយ៉ាងម៉េចទៀតតទៅពេលមកដល់ហ្នឹងឡានខ្ញុំប្រហែលជា6-7ម៉ែត្រក៏ឃើញឡាន hybrid ហ្នឹងក៏បត់ឆ្លងផ្លូវទៅហើយក៏ខ្ញុំមកដល់ទៅក៏គាត់ថយមកវិញធ្វើឲ្យប៉ះគ្នាទៅមានន័យថារថយន្ត hybrid មួយគ្រឿងហ្នឹងគាត់បត់ពីហ្នឹងទៅគាត់ឆ្លងទៅខាងនោះបាទមានន័យថាក្បាលខាងនោះមែនទេបាទរួចហើយគាត់ថយគូតមកវិញបាទហើយថយគូតមកវិញមកដល់ចំណុចណាបងអូនដល់ចំណុចណាអល់បន្តិចមើលដែលប៉ះគ្នាដូចណានេះមកដល់ចំណុចនេះមកដល់ចំណុចនេះតទៅពេលឡានខ្ញុំរត់មកពីនោះត្រង់គាត់បត់មកគាត់បត់ឆ្លងផ្លូវទៅឡើងទៅនោះវិញបាទឡើងទៅលើវិញគាត់ធ្វើដំណើរគាត់បត់ឡើងទៅនោះបាទរួចហើយគាត់ថយវិញនឹងឡានអូនមកខាងនោះបាទប៉ុន្តែឡានអូននៅក្នុងកន្លងខាងយើងឬក៏កន្លងខាងនោះខ្ញុំនៅកន្លងខាងខ្ញុំនៅកន្លងខាងនេះបាទរួចហើយឡានអូនក៏មកដល់នេះអូនមានជន់ប្រាំងអត់មកដល់នេះខ្ញុំជន់ប្រាំងតែឡានខ្ញុំដឹកធ្ងន់ដល់ពេលអញ្ចឹងជន់ប្រាំងក៏អត់នៅដែរព្រួយដល់គ្នាហើយក៏ប៉ះគ្នាទៅបាទប៉ះហ្នឹងក្នុងស្ថានភាពធ្ងន់ធ្ងរអត់បងបាទរថយន្តរៀងធ្ងន់ធ្ងរតែមនុស្សអត់អីទេបាទប៉ុន្តែរថយន្តតូចហ្នឹងវាមានលក្ខណៈធ្ងន់ធ្ងរកពិតកពៀតចេកអាំងចេកជៀនដែរអត់រថយន្តតូចវានិយាយទៅខូចខាតមួយខាងខូចមួយចាហៀងបាទមួយចាហៀងវាហ្នឹងទាំងពីរក៏ខូចទាំងពីរតែទ្វារនេះយើងមើលលក្ខណៈអាចបដូរថ្មីវិញបដូរអាចបដូរថ្មីទ្វារមកគូហើយនឹងអាចតោនវិញបានអញ្ចឹងបាទពេលដែលប៉ះគ្នាហើយតើបងអូនបានទៅជែកគ្នានៅកន្លែងកាត់ហែកនឹងអត់នៅកន្លែងកាត់ហែកហ្នឹងគឺភាគីឡានទូចហ្នឹងខ្ញុំអត់មានបានជជែកវិញអីជាមួយគ្នាទេគ្រាន់តែថាខ្ញុំចុះលើឡានខ្ញុំមកខ្ញុំក៏មើលឡានមើលដោយថាភិនភាគអីចឹងទៅខ្ញុំក៏អត់តន់ដើរមកកន្លែងគាត់ដែរតទៅពេលខ្ញុំនៅឈរកន្លែងឡានខ្ញុំហ្នឹងខ្ញុំអត់មានតាណាទេបាទតទៅពេលអញ្ចឹងទៅឃើញមកស្ទុះក៏ឃើញមានឡានពេទ្យមកក៏គ្រាគាត់ដាក់ឡានពេទ្យទៅខេត្ត
អូ បាទ ហ្នឹងហើយហើយចឹងក៏មកភាគីខាងឡានតូចហ្នឹងក៏ឡើងឡានទៅពេទ្យទៅ បាទ គាត់មានរបួសធ្ងន់ដែរអត់ទេ គាត់អត់មានរបួសអីធ្ងន់ទេគាត់ថាប៉ះជើងទៅពេលលងបាន2ថ្ងៃទៅ3ថ្ងៃបានគាត់ទៅចូលបកស្រាយនៅខាងស្រុកកូនមុំ អូ បាទ អញ្ចឹងក្រោយមកទៀតតើគេយកឡានខាងសមត្ថកិច្ចគេមានមកត្រួតពិនិត្យឬក៏មកវាស់វែងឬក៏ធ្វើកំណត់ហេតុអត់ ពេលយប់ហ្នឹងអត់មានមកវាស់វែងធ្វើកំណត់ហេតុទេអត់មានអីទាំងអស់តព្រឹក នៅកន្លែងកើតហេតុហ្នឹងអត់មានធ្វើកំណត់ហេតុទេ បាទ អត់មានមកវាស់វែងទេ អត់មានមកវាស់វែងគ្រាន់តែបាញ់សប្រាយខ្មៅដូចថាចំណាំកន្លែងផោះតាង ហ្នឹងហើយ បាទ ហើយក៏យកឡានទៅដាក់ទុកហ្នឹងដែរ នៅឯខាងស្រុកកូនមុំ នៅអធិការស្រុកគុនមុំ បាទអត្តការស្រុកកូនមុំ មានន័យយកឡានពីរគ្រឿងទៅដាក់នៅអធិការស្រុកគុនមុំ បាទបាទបាទ ហ្នឹងហើយហើយបន្ទាប់មកទៀតយ៉ាងម៉េចទៀតអូន បន្ទាប់មកទៀតលងបាន2ថ្ងៃទៅ3ថ្ងៃបានភាគីខាងឡានទូចហ្នឹងចូលមកបកស្រាយអត់មាននិយាយថាខាងណាខុសខាងណាត្រូវទេប៉ុន្តែគាត់ទាសំណងខ្ញុំ$7,000 គាត់ទាសំណង$7,000ថ្លៃអី ថ្លៃថាខ្ញុំហ្នឹងជាជនបង្ក ទៅបុកគាត់ ទៅបុកគាត់បាទ ហើយរួចហើយតាំងពីនោះមករហូតមកដល់ពេលនេះរយៈពេលប្រហែលខែអី តាំងពីខែ3ថ្ងៃទី8មករហូតដល់ថ្ងៃហ្នឹង អូខេបាទ3ខែចូល3ខែ បាទ អញ្ចឹងតាំងពីការសម្របសម្រួលគ្នារហូតមកដល់ពេលនេះគឺអត់ត្រូវគ្នាទេមែនទេ បាទអត់ត្រូវគ្នាទេ អត់ត្រូវគ្នាទេហើយ បាទ ឥឡូវបងអូនមានដឹងថាសំណុំរឿងហ្នឹងគេបញ្ជូនទៅដល់ណានៅ សំណុំរឿងហ្នឹងមុនដំបូងខ្ញុំសម្រួលនៅឯស្រុកកូនមុំហ្នឹងខ្ញុំក៏អត់មានថាខ្ញុំថាខ្លួនខ្ញុំត្រូវដែរខ្ញុំក៏ឲ្យសំណងគាត់2លានបាទគាត់អត់ព្រមទាខ្ញុំ$7,000បាទសម្រួលនៅនឹងស្រុកអត់ត្រូវគេបញ្ជូនសំណុំរឿងហ្នឹងទៅខេត្ត ទៅស្នងការខេត្ត បាទទៅស្នងការខេត្តទៅស្រួលខេត្តហ្នឹងទៀតខ្ញុំឲ្យគាត់5លាន ស្នងការខេត្តហ្នឹងសម្រួលនៅកន្លែងណានៅចជើងគោកឬក៏សម្រួលនៅណានៅស្នងការ នៅស្នងការខាងទល់មុខតុលាការនៅខេត្ត នៅខាងការិយាល័យស្នងការិយាល័យសាលាចជើងគោក បាទបាទ ប៉ុន្តែខាងសមត្ថកិច្ចគេអត់មានកអីទេគេឲ្យតែភាគីយើងបបព្រោះគ្នាទៅអញ្ចឹងណា បាទបាទ ហើយយើងទៅដល់នោះយើងដើម្បីបញ្ចប់រឿងយើងក៏ជូនគាត់5លាន បាទខ្ញុំថាបញ្ចប់រឿងត្រឹមហ្នឹងទៅកុំឲ្យមានរឿងវែងឆ្ងាយខ្ញុំក៏យកឡានមករ៉ូស៊ីជួសជុលមករ៉ូស៊ីវិញអញ្ចឹងបាទ ហើយតែភាគីខាងឡានតូចហ្នឹងគេអត់ព្រមទៀត គេអត់ព្រមគេទាខ្ញុំ10លានខ្ញុំថាខ្ញុំអត់មានអីទេរាល់ថ្ងៃយោបាទព្រោះអីខ្ញុំកូនខ្ញុំ3នាក់ម៉ែម្ដាយឃើញនៅផ្ទះ ឥឡូវខ្ញុំសួរទៅខាងបងអូនវិញពាក់ព័ន្ធនឹងការបើកបរហ្នឹងបងបើកបររថយន្តប៉ុន្មានឆ្នាំហើយ ខ្ញុំបើកបរ6ឆ្នាំ7ឆ្នាំអី 7ឆ្នាំហើយ បាទ តាមការវិនិច្ឆ័យរបស់បងអូនណាបងអូនបើកទៅលើផ្លូវត្រង់ហើយគេមកកាត់ទៅតឹងផ្លូវបើនិយាយពីផ្លូវច្បាប់បងអូនមានចេះផ្លូវច្បាប់ស្រាវជ្រាវខ្លះអត់ បើច្បាប់ចរាចរណ៍បើឡានបើថាបើយើងរត់ផ្លូវត្រង់ហើយបើគេបត់កាត់មុខមានតែឡានផ្លូវត្រង់បាទ មានអត្ថភាពជាង មានអត្ថភាពជាង ចឹងមានន័យថាឡានបងអូនអត់ខុសទេ បាទ យកហេតុអីក៏បងអូននៅតែចង់សម្រុករួចបញ្ចប់រឿងឲ្យគេពី2លានដល់5លានអានឹងមួយថា ព្រោះអីខ្ញុំខ្ជិលថាចង់ឲ្យមានរឿងវែងឆ្ងាយអញ្ចឹងខ្ញុំចង់ថាយកឡានបាទបញ្ចប់រឿងយកឡានយកមករ៉ូស៊ីអញ្ចឹង ឥឡូវហ្នឹងគឺសាច់រឿងសំណុំរឿងបងអូនអាចមានដឹងថារឿងទៅដល់ណាហើយ រឿងហ្នឹងឥឡូវដល់តុលាការហើយ ដល់តុលាការបងអូនបានឃើញផ្ទាល់ភ្នែកឬក៏បងអូនបានធ្លាប់ឡើងតុលាការឬក៏បងអូនបានឃើញសំណុំរឿងខ្លួនឯងនៅដល់នៅតុលាការ ខ្ញុំទៅដល់ហ្នឹងខ្ញុំទៅដល់តុលាការហ្មង ហើយឃើញសំណុំរឿងនៅនោះហើយ បាទសំណុំរឿងនៅខាងតុលាការចៅក្រមកាន់ក្តីនៅនោះ មិនចៅក្រមទេអត់តដល់ចៅក្រមទេណា តឡាការ ខាងតុលា ខាងព្រិញ្ញា ហ្នឹង ហើយអញ្ចឹងត្រឡប់មកវិញបងអូនបើកលើផ្លូវត្រង់ប្រិមិត្តទីគោរពរាប់អានទីតាំងនេះគឺផ្លូវជាតិលេខ78បាទនៅក្នុងស្រុកកូនមុំបាទនៅស្រុកកូនមុំផ្លូវជាតិលេខ78ហើយតាមការរៀបរាប់របស់បងអូនហ្នឹងគឺបងអូនបើកពីលេខតកើតនៅលើបណ្ដោយផ្លូវជាតិលេខ78ហើយរថយន្តតូចម៉ាកកាមេរីបាទកាមេរីហៅថា hybrid បាទហ្នឹងហើយគាត់បត់ទៅតឹងផ្លូវហើយរថយន្តរបស់បងអូនក៏មកបុកតែម្ដង
ឥឡូវនេះគឺដើម្បីបញ្ចប់រឿងបងអូនប្រុសនេះបាទជូនគេថាបញ្ចប់រឿងជូនរហូតពី2លានដល់5លានប៉ុន្តែរឿងនេះមិនចប់ទេឥឡូវឮថាដល់តុលាការហើយឥឡូវនេះគឺក្នុងគោលបំណងបងអូនមានឆន្ទៈមិនដែរឥឡូវចង់បញ្ចប់រឿងដោយពិធីណាឥឡូវថាចេះខ្ញុំសុំថាសុំបញ្ចប់រឿងបើភិក្ខីខាងគេដកឡានចេញអូដកឡានចេញហើយចាគេថាគេដកឡានចេញហើយនៅតឡានខ្ញុំហើយខ្ញុំជាពាក់អង្គការឡើង40000ជាងហើយហើយខ្ញុំខានរើតាំងពីខែ3ថ្ងៃទី8ដល់ខែ6ថ្ងៃទី13ហើយចាអញ្ចឹងឡានភិក្ខីម្ខាងទៀតបានដកចេញពីកន្លែងអធិការហើយចាភិក្ខីម្ខាងទៀតគេដកចេញហើយចូលយើងមិនក៏មិនដកសុំដកគេដែរទៅចាំមើលខ្ញុំតឡាគេថាគេសុំខ្ញុំគេតថ្លៃនឹងកន្លែងតាណាអត់ត្រូវទេអត់ត្រូវគេថាគេបញ្ជូនទៅតឡាការខាងខ្ញុំក៏ចាំតឡាការក៏ហៅដល់ពេលហើយខ្ញុំអត់ទាន់ឃើញមានតឡាការក៏ហៅភិក្ខីម្ខាងទៀតដើមម្ដងគេមានសិទ្ធិដកទ្រព្យគេហើយចោះចំណែកខ្ញុំជាជនរងគ្រោះនេះមិនក៏ខ្ញុំគ្មានសិទ្ធិដកទ្រព្យនឹងគេបើខ្ញុំជាពាក្យឥឡូវយើងមានបានដាក់ពាក្យស្នើសុំទៅតុលាការដើម្បីដកឡានទេខ្ញុំដាក់ថ្ងៃម្សិលមិញថ្ងៃទី12ខាងតុលាការគេថាម៉េចគេអត់ទាន់ថាម៉េចទេគេថាគេស្នើទៅលើសិនដឹងបានមិនបានគេអត់ទាន់ដឹងទេហើយខ្ញុំចង់ថាឥឡូវសំណុំពរម៉េចសំណុំពរឲ្យលោកមន្ត្រីរាជការគ្រប់ជាន់ថ្នាក់យុទ្ធធម៌ខ្ញុំផងសម្រាប់គេអ្នកមានលុយគេដករបស់គេចេញបានហើយសម្រាប់ខ្លួនខ្ញុំទំលងមូសុតខ្ញុំអត់ស្គាល់អ្នកធំអ្នកតូចនេះឲ្យខ្ញុំជាជនរងគ្រោះមួយជីវិតក៏អីបើខ្ញុំរងថ្ងៃខ្ញុំពិបាកណាស់ខ្ញុំជាពាក់ធនាគារកូនខ្ញុំតូចសិតតែអឹមទៅដោះគោបាទកូនខ្ញុំសិតតែអឹមទៅដោះគោឡានយើងទិញលុយខ្លួនឯងឬក៏ខ្ចីលុយឡានហ្នឹងខ្ញុំខ្ចីធនាគារខ្ញុំទិញរ៉ូស៊ីចាខ្ញុំជាពាក់ធនាគារ40000ជាងរងថ្ងៃឥឡូវខានរត់ឡានហ្នឹង3ខែ3ខែជាងហើយតាំងពីខែ3ថ្ងៃទី8ឥឡូវខែ6ថ្ងៃទី13ហើយ3ខែ5ថ្ងៃហើយឥឡូវមានពីណាជួយចេញសងអត់មានអ្នកណាជួយចេញផងហើយខ្ញុំមានណាប្តីពឹងតែប្តីខ្ញុំមួយស៊ីឈ្នួលគេមួយថ្ងៃបាន30000ឯណាកូនអឹមទៅដោះគោ2នេះឯណាចាំម៉ែចាស់ឯណាកូនរៀនមួយទៀតនៅផ្ទះខ្ញុំស្ទូលរួចទេយើងសំណុំពរជាបឋមហ្នឹងគឺយើងសំណុំពរសុំដកឡានចេញមែនទេចាដើម្បីយកមករកស៊ីសិនចាហើយរឿងក្តីយើងតតាំងគ្នាទៅពេលក្រោយបើរឿងក្តីហ្នឹងខ្ញុំសុំថាឲ្យបញ្ចប់ខ្ញុំអត់មានលទ្ធភាពសងអីទៀតទេព្រោះខ្ញុំប្រមូលលក់ដីលក់ស្រែលក់ស្រុកអស់ហើយបង់ធនាគារប្រហែលខែហ្នឹងចឹងគោលនរបស់យើងគឺសុំយកតឡានចេញដើម្បីយកម្រោស៊ីចាហើយនឹងឲ្យខាងដើមបណ្ដឹងជួយចេញសំណងជួសជុលឡានខ្ញុំវិញខ្ញុំអត់ចង់បានលើនឹងជួសជុលមកឡានខ្ញុំយើងគិតថាយើងមកដល់ម៉ោងនេះពេលដែលក្រោយកើតរឿងមកយើងបានដេកគិតសួរអ្នកច្បាប់អ្នកអីយើងគិតថាយើងត្រូវឬក៏យើងខុសខ្ញុំថាខ្ញុំត្រូវព្រោះអីខ្ញុំផ្លូវត្រង់បាទចឹងបងអូនក៏យល់ថាបងអូនត្រូវដែរណាចាខ្ញុំចង់សួរថាលោកដែលធ្វើច្បាប់ទាំងអស់តើអ្នកផ្លូវត្រង់ហើយនឹងអ្នកផ្លូវបាត់ផ្លូវថយនឹងតើអ្នកណាខុសអ្នកណាត្រូវជួយរកយុត្តិធម៌ខ្ញុំផងបាទព្រោះអីខ្ញុំមិនដឹងអីទេព្រោះអីខ្ញុំអ្នកជនបទអ្នកក្រខ្សាត់ទំលងមូសុតមិនដែលចេះស្គាល់អ្នកធំអ្នកទូចសម្រាប់តែគេមានលុយគេដករបស់គេបានរកស៊ីសម្រាប់តែខ្ញុំគ្មានលុយកាក់ខ្ញុំមិនមានស្អីទៅរកស៊ីគេខ្ញុំជំនាញធនាគារកូនខ្ញុំទូចម៉ែខ្ញុំចាស់នៅលើតែខ្ញុំពីអ្នកប្តីប្រពន្ធនឹងសុតឥឡូវម៉ែខ្ញុំចាស់នៅឈឺកូនខ្ញុំនៅផ្ទះគ្រុនបាទប៉ុន្តែខាងសមត្ថកិច្ចគេអត់មានប្រាប់យើងថាយើងខុសយើងត្រូវគេមានប្រាប់អត់គេបើទៅឡើងកន្លែងនឹងតំណាងគេយកឡានដាក់ហ្នឹងគេមានសួរគាត់ត្រូវផងគេជំរាបតែខាងខ្ញុំឲ្យបងលុយឲ្យគេអត់មានសួរថាឡានណាបើទៅណាវិនិច្ឆ័យសួរគឺខុសត្រូវគេអត់មានគេឲ្យទៅសួរតុលាការដឹងខុសដឹងត្រូវសួរតុលាការដល់ពេលខ្ញុំទៅសួរតុលាការដើមបណ្ដឹងគេដាក់ពាក្យទៅដកឡានគេថាគេជាជនរងគ្រោះខ្ញុំតាមខ្ញុំគិតមើលខ្ញុំអ្នកផ្លូវត្រង់ជាជនរងគ្រោះហេតុអីបានអ្នកបត់ឡានពីមុខឡានគេហើយជាជនរងគ្រោះខ្ញុំវាឆ្ងល់ត្រង់ហ្នឹងបាទប្រិយមិត្តនេះជាការលើកឡើងរបស់ប្អូនស្រីទាំងពីរទេហើយខ្ញុំក៏មិនបានឃើញនៅក្នុងហេតុការណ៍ហើយក៏បានដឹងរឿងនឹងដែរបាទប៉ុន្តែបើតាមការលើកឡើងរបស់ប្អូនទាំងពីរនោះគឺថាឡានគាត់គឺធ្វើដំណើរ
នៅលើផ្លូវត្រង់ទេបាទគឺផ្លូវជាតិលេខ78ដែលយើងកំពុងតែឈរនេះហើយគាត់ធ្វើដំណើរនោះពីលិចមកកើតគឺធ្វើដំណើរលើផ្លូវជាតិប៉ុន្តែមកដល់ទីតាំងនេះបាទដោយមានកម្មវិធីនេះខាងផ្ទះខាងនេះគាត់មានកម្មវិធីអាពាហ៍ពិពាហ៍បាទអញ្ចឹងនៅក្នុងនេះគឺមានមនុស្សច្រើនហូបចុកម្លងម៉ោង8កន្លះហ្នឹងគឺមនុស្សច្រើនណាស់បាទយើងដឹងស្រាប់ហើយប្រិយមិត្តហើយនៅលើដងផ្លូវនេះគឺមានរថយន្តចតនេះបើតាមការលើកឡើងធម្មតាប្រិយមិត្តបើសិនជាមានកម្មវិធីនៅក្នុងផ្ទះនៅខាងស្ដាំដៃយើងនេះគឺនៅលើផ្លូវនេះគឺមានរថយន្តចតហើយដល់អញ្ចឹងដល់មកដល់ទីតាំងដែលយើងឈរមុននេះបន្តិចនេះក៏រថយន្តតូចបាទរថយន្តខៅថាតូតាកាមេរីតូតាហៃព្រីតហ្នឹងក៏បត់បាទគឺបត់ក្បាលទៅខាងនោះឆ្លងផ្លូវទៅខាងនោះរួចហើយក៏ថយមកវិញបាទថយមកវិញវានឹងរថយន្តប្អូនដែលធ្វើដំណើរកំពុងតែធ្វើដំណើរលើផ្លូវជាតិនេះក៏មកប៉ះជាមួយរថយន្តតូចនេះបាទរថយន្តតូចហ្នឹងឥឡូវហ្នឹងទៅជាភាគីអ្នកយករថយន្តមកបាំងលើផ្លូវមកបាំងលើទ្រូងផ្លូវទៅជាប្តឹងអ្នកដែលរត់នៅលើស្របផ្លូវនៅលើដងផ្លូវបណ្ដោយផ្លូវជាតិទៅវិញអញ្ចឹងសូមឲ្យខាងច្បាប់បាទពិចារណាជាពិសេសបងប្អូនកូនក្មេងក្មេងបៀមដៃដែលទំដឹងក្តីវាថាស្គាល់អត់ច្បាប់ស្រាចរអ្នកដែលនៅលើផ្លូវជាតិតើមានអត្ថភាពតែអ្នកដែលកំពុងរត់នៅលើផ្លូវជាតិហ្នឹងណាអ្នកដែលកំពុងតែរត់នៅលើដងផ្លូវជាតិតើមានអត្ថភាពឬមួយក៏អ្នកបើកបររថយន្តឆ្លងកាត់ផ្លូវមានអត្ថភាពជាងអ្នកដែលរត់លើបណ្ដោយផ្លូវជាតិហ្នឹងហើយសូមអ្នកច្បាប់ហើយបើអ្នកច្បាប់បកស្រាយមិនចេញទេសូមឲ្យកូនក្មេងកុមារីយើងដែលទៅដោះផ្ដាច់ដោះហ្នឹងឲ្យជួយបកស្រាយទៅតើនឹងរឿងយ៉ាងម៉េចឥឡូវនេះទៅជាអ្នកដែលយករថយន្តមកបិទផ្លូវគេទៅជាជនរងគ្រោះហើយប្តឹងទៅជាប្តឹងរថយន្តតែរត់នៅលើបណ្ដោយផ្លូវវិញនេះបើតាមការលើកឡើងនេះខ្ញុំក៏មិនអាកាត់ថាអ្នកណាខុសអ្នកណាត្រូវទេហើយយើងក៏មិនទាន់បានទទួលព័ត៌មានពីភាគីម្ខាងទៀតដែរណាយើងអត់ទាន់បានទទួលព័ត៌មានពីភាគីម្ខាងទៀតទេហើយបើភាគីម្ខាងទៀតមិនសុខចិត្តឬក៏យល់ឃើញថាភាគីខាងប្អូននេះបកស្រាយមិនត្រឹមត្រូវអាចតំណាក់ម្ដងមកក្រុមការងារយើងដើម្បីឲ្យក្រុមការងារយើងបកស្រាយបំភ្លឺបាទបកស្រាយបំភ្លឺរាល់ព័ត៌មានដែលប្អូនយល់ថាប្អូនខាងប្អូនរថយន្តឡានតូចនោះត្រឹមត្រូវឬមួយក៏មិនត្រឹមត្រូវយើងរងចាំស្វាគមន៍នៃការបកស្រាយយើងមិនមែនថាបកស្រាយទៅឲ្យតែម្ខាងទេខាងនោះក៏យើងបកស្រាយខាងនេះក៏យើងបកស្រាយដែរប៉ុន្តែអ្វីដែលយើងចាប់អារម្មណ៍នោះបាទនេះមកតាមការលើកឡើងរបស់បងប្អូនប្រុសបងប្អូនស្រីនេះគឺថាគាត់រត់នៅលើបណ្ដោយផ្លូវទេប៉ុន្តែរថយន្តដែលកំពុងតែចតស៊ីកានេះណាកម្មវិធីស៊ីកានេះគាត់បើកកាត់ផ្លូវបាទគាត់បើកកាត់ផ្លូវគាត់បើកទៅមុខឲ្យបត់មិនរួចគាត់ថយវិញទើបបណ្ដាលឲ្យរថយន្តដឹកទំនិញរបស់បងប្អូនប្រុសបងប្អូនស្រីហ្នឹងបានមកប៉ះបាទបានមកប៉ះហើយនៅក្នុងគណៈពេលដែលប៉ះនេះសមត្ថកិច្ចស្រុកកូនមុំបាទគឺអធិការខាងជំនាញចរាចរណ៍ស្រុកកូនមុំនេះមិនបានមកធ្វើការវាស់វែងឬក៏ធ្វើកំណត់ហេតុទេបាទបែរជាយករថយន្តទាំងពីរនេះទៅរក្សាទុកនៅអធិការរួចហើយឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលណាហើយមិនបានវែកញែកថាភាគីណាខុសភាគីណាត្រូវទេនេះបើតាមការលើកឡើងរបស់បងប្អូនប្រុសបងប្អូនស្រីនេះ